ស្ថាប័នហិរញ្ញវត្ថុ bank SME e-commerce e-payment គឺបច្ចេកវិទ្យា AI ដែល AI នេះដូច digital ហ្មងអញ្ចឹងវានឹងទៅគ្រប់វិជ្ជាចូលគ្រប់វិស័យទាំងអស់សម្រាប់គាំពៀទៅដល់ប្រព័ន្ធ digital នានារបស់ក្រសួងសេដ្ឋកិច្ចហើយយើង upskill reskill គាត់រហូតហើយបើសម្រាប់ប្រព័ន្ធវិញយើងឲ្យគាត់ practice exercise ជាប្រចាំនៅការធ្វើ pen testing ការធ្វើ security analyst ដើម្បីពង្រឹងប្រព័ន្ធនឹងយើងឲ្យរឹងមាំជាលំដាប់ជំរាបសួរប្រិមិត្តស្វាគមន៍មកកាន់ EasyCom TikTok Series ប្រធានបទរបស់យើងថ្ងៃនេះយើងនឹងទៅជែកអំពីតុល្យភាពរវាងនវានុវត្តន៍និងសវត្ថិភាពនៅលើប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាវាគ្មិនកិត្តិយសរបស់យើងថ្ងៃនេះគឺលោកអេកសេដ្ឋាដែលមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជំរាបសួរបងបាទជំរាបសួរបងសេដ្ឋាហើយក៏សូមអរគុណនៅក្នុងការផ្ដល់ឱកាសពេលវេលានៅក្នុងការចូលរួម podcast របស់យើងថ្ងៃនេះហើយមុននឹងយើងទៅជែកអំពីប្រធានបទផុនយើងមានសំណួរត្រៀមសម្រាប់បងហើយខ្ញុំសូមគ្រប់អញ្ជើញបងណែនាំខ្លួនខ្លីក៏ដូចជាទូនាទីដែលបងទទួលខុសត្រូវមកបាទជំរាបសួរខ្ញុំឈ្មោះអេកសេដ្ឋាជាអគ្គនាយករងនៃគណៈយុដ្ឋានសេដ្ឋកិច្ច Digital នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាក់ស្ដែងអគ្គនាយកដ្ឋាននេះទើបតែបង្កើតឡើងក្នុងរយៈពេល2ឆ្នាំជាងទេនៅក្នុងអាណត្តិថ្មីនៃរាជរដ្ឋាភិបាលអាណត្តិទី7នេះបាទដើម្បីចូលរួមចំណែកក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច Digital របស់កម្ពុជាយើងបាទហើយបច្ចុប្បន្នអគ្គនាយកដ្ឋានកំពុងកសាងនៅថ្នាល Digital ថ្នាក់ជាតិចំនួន2ទី1ប្រព័ន្ធវិក័យប័ណ្ណអេឡិចត្រូនិកកម្ពុជាហើយទី2នោះគឺ Data for Economy and Finance បាទដែលជា platform ថ្មីដែលបកគោលភារកិច្ចដោយថ្នាក់ដឹកនាំក្រសួងមកដល់អគ្គនាយកដ្ឋានក្នុងការកសាងហើយទន្ទឹមនឹងនោះយើងក៏កំពុងតែសម្របសម្រួលអភិវឌ្ឍនៅប្រព័ន្ធបច្ចេកវិទ្យាសម្រាប់សម្របសម្រួលការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈបាទស្របតាមការអនុម័តថ្មីនេះទៅលើក្របខ័ណ្ឌនិមន្តនកម្មប្រព័ន្ធ Ecology Digital នៃការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈអញ្ចឹងនេះជាភារកិច្ចធំដែលអគ្គនាយកដ្ឋានកំពុងធ្វើបច្ចុប្បន្នហ្នឹងបាទបងដោយសារយើងឃើញថាប្រព័ន្ធបច្ចេកវិទ្យារួមចំណែកសំខាន់នៅក្នុងការលើកស្ទួយសេដ្ឋកិច្ច Digital នៅក្នុងប្រទេសកម្ពុជាផងយើងចង់ដឹងពីបងផ្ទាល់វិញថាតើមានសារៈសំខាន់បែបណាខ្លះនៅក្នុងឆ្នាំ2026នេះបាទយើងដឹងហើយថាវិស័យ Digital ឬក៏បច្ចេកវិទ្យា Digital ហើយបច្ចុប្បន្ននេះយើងហៅថានៅក្នុង Digital Age យុគសម័យ Digital ហើយហេតុអីបានយើងថា Digital Economy ដោយសារ Digital វាបញ្ជ្រាបទៅគ្រប់វិស័យវាខុសពីកាលពេល Industry Revolution មុន Digital នេះបញ្ជ្រាបទៅការរស់នៅប្រចាំថ្ងៃរបស់គ្រប់មនុស្សលោកយើងតែម្ដងបាទទាំងការសិក្សាទាំងការទំនាក់ទំនងទាំងសុខាភិបាលទាំងវិស័យកសិកម្មទាំងវិស័យឧស្សាហកម្មអញ្ចឹងមានន័យថា Digital Technology គឺបញ្ជ្រាបទៅគ្រប់បញ្ជ្រាបចូលទៅគ្រប់វិស័យហ្នឹងហើយបាននិយាយយើងថា economy ជារួមគឺនឹងមានកំណើនដោយសារបច្ចេកវិទ្យាហ្នឹងចូលរួមហើយសម្រាប់ឆ្នាំ2026ទៅមុខនេះខ្ញុំមើលឃើញថាដោយសារ2025ហើយនឹងមុនកន្លងទៅរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយលើកកម្ពស់ការអភិវឌ្ឍវិស័យ Digital នេះតាមរយៈក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចសង្គម Digital រដ្ឋាភិបាល Digital គោលនយោបាយរដ្ឋាភិបាល Digital ហើយនឹងក្របខ័ណ្ឌគោលនយោបាយផ្សេងទៀតដែលជំរុញការវិវត្តបច្ចេកវិទ្យា Digital នេះហើយអ្វីដែលយើងឃើញចុងក្រោយនេះគឺបច្ចេកវិទ្យា AI ហើយនឹងការលើកកម្ពស់លើការប្រើប្រាស់ទិន្នន័យដោយសារទិន្នន័យវាមានសារៈសំខាន់នៅក្នុងវិស័យ Digital នេះវាជាដូចជាប្រេងកាតឆៅថ្មីអញ្ចឹងដែលយើងអាច leverage មានន័យថាយើងប្រើវាក្នុងការយកទៅវិភាគក្នុងការពន្លឿនប្រសិទ្ធភាពនៃការសម្រេចចិត្តអញ្ចឹងសម្រាប់ឆ្នាំ2026ផ្អែកលើការបញ្ចប់ឆ្នាំ2025នេះបើនៅក្នុងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចសង្គម Digital យើងថា
ដំណាក់កាលទី1គឺកសាងមូលដ្ឋានហើយនឹងកសាងមូលដ្ឋានគ្រឹះហើយនឹងជំរុញការចាប់យក digital បាទ ហ្នឹងត្រឹមឆ្នាំ2025អញ្ចឹងយើងឃើញថាគ្រប់ភាគីពាក់ព័ន្ធ key player នៅក្នុងសង្គមសេដ្ឋកិច្ចយើងហ្នឹងមានទាំងរដ្ឋមានទាំងវិស័យឯកជនមានទាំងវិស័យស្ថាប័នហិរញ្ញវត្ថុ bank SME e-commerce e-payment គឺមានការកើនឡើងទៅគ្រប់តួអង្គដែលមានការពាក់ព័ន្ធហើយពិសេសប្រជាជនយើងគឺ adopt ម្នាក់ប្រើ smart បាទ phone ហើយ smartphone ហ្នឹងវាជា tool មួយនៅក្នុងការ leverage digital transaction ប្រតិបត្តិការ digital ហើយនឹងសកម្មភាពនានានៅក្នុងការទំនាក់ទំនងការសិក្សាការស្រាវជ្រាវគឺគ្រប់មនុស្សគឺមានការកើនឡើងការប្រើប្រាស់ digital នេះអញ្ចឹងហើយវាអូតូម៉ាទិកស្វ័យប្រវត្តិគឺអ្វីលឿនជាងមុនស្រួលជាងមុនហើយបើលក់ទិញវិញទីផ្សារទូលាយជាងមុនហើយអ្នកទិញមានជម្រើសច្រើនជាងមុនហើយបើយើងនិយាយនៅក្នុងក្របខ័ណ្ឌធុរកិច្ចអញ្ចឹងទាំងសង្គមទាំងសេដ្ឋកិច្ចគឺអូតូម៉ាទិកវាមានការប្រែប្រួលរបៀបនៃការរស់នៅដោយមិនដឹងខ្លួនដល់ថ្នាក់អ្នកលក់អ្នកលក់ដូងក៏ខ្ញុំ scan QR ដែរហងៃអញ្ចឹងឆ្នាំ2026នេះទៅអ្វីដែលខ្ញុំមើលឃើញថាវាប្រែប្រួលបន្ថែមទៀតនោះគឺបច្ចេកវិទ្យា AI ដែល AI នេះដូច digital ហងៃអញ្ចឹងវានឹងទៅគ្រប់បញ្ជ្រាបចូលគ្រប់វិស័យទាំងអស់ហើយអ្វីដែលជាបច្ច័យមានន័យថា impact ពី AI នេះគឺ automation មានន័យថាវាបង្កើនស្វ័យប្រវត្តិកម្មនៅគ្រប់វិស័យទាំងអស់ទាំងវិស័យកម្សាន្តយើងអាច generate video យើងអាច generate voice ទាំងវិស័យស្រាវជ្រាវយើងអាចឲ្យ AI នឹងជួយផ្ដល់នៅគំនិតយោបល់ជា brainstorming ជា idea ផ្សេងក្នុងការបង្កើតធុរកិច្ចថ្មីអញ្ចឹងទាំងអស់នេះនឹងលេចរូបរាងថ្មីបន្ថែមទៀតដោយសារ AI នឹងវាជួយជំរុញnew creation ការបង្កើតថ្មី idea ថ្មីហ្នឹងកាន់តែលឿនជាងមុនទៀតបាទអញ្ចឹងខ្ញុំគិតថា AI feature យើងហៅថា AI feature នឹងបញ្ជ្រាបចូលទៅ digital tool ដែលមានស្រាប់យើងឃើញហើយដូច Microsoft Office បាទពីមុនអត់មានទេបើឥឡូវមាន AI ចូលទៅយើងដាក់តែបន្តិចបន្តួចវាជួយ document ឲ្យបាទហើយបើនៅក្នុងproject management tool អញ្ចឹងវាដាក់ AI feature ចូលយើងគ្រាន់តែ say script បន្តិចគឺជួយរៀបជា proposal ជា plan project plan ជា task អញ្ចឹងទាំងអស់នេះគឺរត់តែជួយបង្កើនល្បឿននៃផលិតភាពការងារទាំងការផលិតទាំងការប្រកួតប្រជែងគឺ boost ជារួមតែម្ដងអញ្ចឹងខ្ញុំគិតថាសម្រាប់រដ្ឋយើងក៏មានការគិតគូរសម្រាប់ AI strategy ហ្នឹងដែរក៏ដូចជាស្របពេលជាមួយគ្នាហ្នឹងក៏ត្រូវគ្រប់គ្រងទិន្នន័យហ្នឹងឲ្យវាមានប្រសិទ្ធភាពដែរអញ្ចឹងហើយបានជាមានការព្រួយផ្ដើមទៅលើក្របខ័ណ្ឌអភិបាលកិច្ចទិន្នន័យហើយសម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏បានរៀបចំជា architecture IT architecture ដែលមានរួមបញ្ចូលនៅការគិតគូរការគ្រប់គ្រងទិន្នន័យនេះគឺក្របខ័ណ្ឌអភិបាលកិច្ចទិន្នន័យក៏ដូចជាការដាក់ security as a principle security by design គ្រប់ platform គឺមាន principle ហ្នឹងគឺមានការផ្សារភ្ជាប់ជាមួយនឹង security បាទយើងឃើញថាមានសកម្មភាពជាច្រើនដែលបងបានរៀបរាប់ហ្នឹងគឺថាពង្រឹងទៅលើប្រព័ន្ធback end ផងយើងប្រព័ន្ធ Snow ប្រព័ន្ធផ្សេងរបស់ស្ថាប័នអីដែលត្រូវបម្រើអាជីវកម្មของគាត់បែប digital ក៏លេខមកកាន់ទំនុកចិត្តផនសាធារណជនវិញដោយសារតែមូលទៅ digital លឿនពេកវាធ្វើឲ្យមានការវាយប្រហារតាមបែប digital មកដូចគ្នាផងដែរតើនៅក្នុងនាមជាក្រសួងមានយន្តការឬក៏វិធីសាស្ត្របែបណានៅក្នុងការជ្រាបជម្រាបទៅកាន់សាធារណជនឲ្យលោកមានទំនុកចិត្តហើយផ្លាស់ប្ដូរទៅប្រើប្រាស់ digital ដើម្បីជួយជំរុញសេដ្ឋកិច្ច digital បាទអរគុណពាក់ព័ន្ធនឹងទិដ្ឋភាព security និងការបង្កើនជំនឿទុកចិត្តទៅសាធារណជនមកលើការប្រើប្រាស់ថ្នាលឬក៏ប្រព័ន្ធ digital របស់រដ្ឋាភិបាលឬក៏ប្រព័ន្ធ digital ទូទៅយើងដឹងហើយថាឥឡូវនេះយើងថាសង្គម digital គឺយើងរស់នៅក្នុងលំហ digital ហើយគឺស្ទើរតែយើងខ្វះវាមិនបានបាទអត់មានទូរស័ព្ទគឺក្តៅក្រហាយឥឡូវអត់មាន computer ឬក៏អត់មាន internet ចាប់ផ្ដើមក្តៅក្រហាយអញ្ចឹងហាក់ដូចជាគ្រប់គ្នារស់នៅក្នុង digital space ដែល
ត្រូវមានការប្រុងប្រយ័ត្នហើយនឹងរបៀបរៀនរបៀបរស់នៅក្នុងលំហថ្មី បាទ អញ្ចឹងហើយការចោរកម្មឬក៏ក្រិតកម្មឬក៏ការឆបោកក៏មាន new way of របៀបហ្នឹងដែរនៅក្នុងលំហ digital ហ្នឹងអញ្ចឹងប្រជាពលរដ្ឋជាក់ស្ដែងបច្ចុប្បន្នគាត់ចាប់យកការប្រើប្រាស់ digital ហ្នឹងតគ្នាហើយវាដោយមិនបានចាប់អារម្មណ៍ពីសុវត្ថិភាពក្នុងការធ្វើប្រតិបត្តិការនៅលើប្រព័ន្ធ digital ណាមួយទេ បាទ ឧទាហរណ៍ដូចប្រើ QR ចេះប្រើទៅគឺ trust តគ្នា បាទ ហើយនៅពេលមានបញ្ហាមួយចំនួនកើតឡើងហើយក៏យើងមានឃើញបទពិសោធន៍ដែរការឆបោកការបាត់គណនី បាទ ការបាត់លុយឬក៏ការមានវិវាទនៅក្នុងប្រតិបត្តិការ digital ដែលឧទាហរណ៍បាញ់លុយខុស បាទ ឬក៏ចុះប្រតិបត្តិការខុសគឺនៅមានភាពស្មុគស្មាញអញ្ចឹងប្រជាពលរដ្ឋក៏គាត់រៀងល្អប៉ុន្តែជាអត់ផុតគឺនៅតែប្រើអញ្ចឹងអ្វីដែលខ្ញុំគិតថាអ្នក provider ប្រព័ន្ធ digital ទាំងរដ្ឋទាំងឯកជនគឺត្រូវពង្រឹងប្រព័ន្ធសុវត្ថិភាពប្រព័ន្ធរបស់ខ្លួនទី1ហើយទី2បង្កើនការយល់ដឹងទៅសាធារណជនទូទៅតែម្ដងគឺមិនមែនតែរដ្ឋទេគឺគ្រប់គ្នា បាទ គឺបញ្ជ្រាបតគ្នាហើយពិសេសប្រជាពលរដ្ឋដែលគាត់ធ្លាប់ជួប case ការឆបោកហ្នឹងច្បាស់ជាគាត់មានបទពិសោធន៍ហ្នឹងគាត់ចែកម្លែកតគ្នាទេថាហ្នឹងអាហ្នឹងត្រូវប្រយ័ត្ន បាទ ជួប case ហ្នឹងជាក់ស្ដែងត្រូវប្រយ័ត្នហើយបន្ថែមពីលើការចែកម្លែកតគ្នារបស់ប្រជាពលរដ្ឋគឺយើងមាន public awareness ទៅលើ security តាមរយៈក្រសួងសេដ្ឋកិច្ចយើងមានកម្មវិធីផ្សព្វផ្សាយជា workshop ជា awareness session អីផ្សេងៗហ្នឹងគឺមាន security awareness ជា basic ជា common ជា issue ទូទៅជាបញ្ហាដែលកើតឡើងទូទៅហ្នឹងយកទៅចែកម្លែកអញ្ចឹងចូលរួមគ្នាចែកម្លែករឿងដែលជាបទពិសោធន៍ជា trick ខ្លីៗពាក់ព័ន្ធនឹងបញ្ហា security នេះខ្ញុំគិតថាវាជារឿងសំខាន់ហើយបញ្ច្រាស់មកវិញថាដើម្បីបង្កើនកាត់បន្ថយអាហ្នឹងមានតែការកសាងក្របខ័ណ្ឌគតិយុត្តបន្ថែមទៀតទេដើម្បីជួយគាំពារការគ្រោះថ្នាក់ដែលកើតឡើងឬក៏ក្រិតកម្មដែលកើតឡើងដោយការប្រើប្រាស់ប្រព័ន្ធ digital នេះ បាទបងអរគុណបងមួយទៀតបងបើយើងកលេចមកកាន់ស្ថាប័ន start up វិញណាព្រោះឥឡូវនេះដោយសារតែពួកគាត់ start up មកគឺភាគច្រើនគឺគាត់គិតទៅលើប្រព័ន្ធខ្នាត digital platform ហ្នឹងគឺលឿនយកហ្មងអញ្ចឹងណាប៉ុន្តែដែលយោងទៅតាមច្បាប់មួយចំនួននៅក្នុងប្រទេសកម្ពុជាយើងកំពុងតែស្ថិតនៅក្នុងសេចក្តីព្រាងដូចជាច្បាប់គាំពៀទិន្នន័យបុគ្គលច្បាប់ cyber ឬក៏ច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យាតែយើងអត់ទាន់បានទទួលការអនុម័តទេតើពីស្ថាប័នពីខាងក្រសួងសេដ្ឋកិច្ចវិញយើងមានសេចក្តីណែនាំអីគេខ្លះដែលយើងគិតថាគួរតែណែនាំទៅកាន់ស្ថាប័ន start up ដើម្បីឲ្យលោកត្រៀមខ្លួនរួចជាស្រេចនៅពេលដែលច្បាប់នឹងចេញមកគឺត្រូវអនុម័តតាមតែម្ដងបាទ start up បាទ ឬក៏ enterprise ថាតើគាត់ចង់ adopt យក digital platform អីប៉ុន្តែអ្វីដែលខ្ញុំយល់ថា start up ឬក៏ enterprise ទាំងនោះត្រូវដាក់ keep in mind តែម្ដងថា digital platform ផ្សារភ្ជាប់មួយ security ព្រោះទាំងពីរហ្នឹងវាត្រូវដើរស្របគ្នាដើម្បីបង្កើនទំនុកចិត្តដល់អតិថិជនរបស់គាត់ក្នុងការប្រើប្រាស់ platform ឬក៏បើសិនជាគាត់ប្រើប្រាស់ digital platform ផ្ទៃក្នុងក៏គាំពារបុគ្គលិកផ្ទៃក្នុងខ្លួនដែរអញ្ចឹងsecurity in mind security by design for the platform ហើយត្រូវមាន compliance មួយចំនួនពាក់ព័ន្ធនឹង compliance rule មួយចំនួនពាក់ព័ន្ធនឹងការ access ទៅលើ digital platform ហ្នឹងហើយបើសិនជាត្រូវ lock in គឺត្រូវមានapply multi layer multi factor lock in approach ឬក៏ប្រើ passwordless ជាដើមហ្នឹងគឺមានន័យថាហ្នឹង security by design for the platform ប៉ុន្តែថាតើធម្មតាទេតែយើងនិយាយពី security គឺវាត្រូវមានការចំណាយមួយចំនួនថែមអញ្ចឹងយើងអាចព្រោះ government យើងក៏មាននៅកសាងនៅគេហៅ digital public infrastructure ដែលគាំពារទៅដល់ការ develop platform ដែរដូច CamDigiKey ជា passwordless single sign on platform របស់រដ្ឋដែលអាចយកទៅ leverage សម្រាប់ lock in ហើយដើម្បី start up គាត់ធៀមក្នុងការ
ឲ្យស្របទៅនឹងមិញថាសេចក្តីព្រៀងអឺច្បាប់ស្តីពីការការពារបុគ្គលច្បាប់សន្តិសុខ Cyber សិតតែនៅព្រៀងនៅឡើយទេអញ្ចឹងខ្ញុំគិតថាមានតែគាត់តាមដានចូលរួមព្រោះអីទាំងអស់នោះសេចក្តីព្រៀងទាំងអស់នោះនឹងដាក់ឆ្លងយោបល់ទៅ public អញ្ចឹងតាមដានឲ្យហើយថាមានអីជា readiness ជាការត្រៀមខ្លួនក្នុងការឲ្យស្របទៅនឹងអ្វីដែលមានក្នុងសេចក្តីព្រៀងនឹងហើយក៏ដូចជាសិក្សាស្រាវជ្រាវឬក៏ចូលរួមរបស់ក្រសួងសេដ្ឋកិច្ចយើងមានកម្មវិធី Enterprise Go Digital ដែលគាត់ធ្វើជា workshop provide awareness ទៅលើទស្សនវិជ្ជាផ្សេងពាក់ព័ន្ធ digital ហ្នឹងអញ្ចឹងច្បាស់ជាមានការបញ្ជ្រាបទៅលើផ្នែក security ហ្នឹងដែរហើយបាទបងអរគុណច្រើនតកតងឥឡូវយើងត្រឡប់មកកាន់ស្ថាប័ន start up ដដែលពេលដែលគាត់បង្កើតនៅក្រុមហ៊ុនដំបូងរបស់គាត់ខ្ញុំជឿថាគាត់ប្រកាសជាមានបញ្ហាប្រឈមមួយចំនួនតកតងជាមួយនឹងបុគ្គលដែលមានជំនាញនៅក្នុងផ្នែកសន្តិសុខ cyber តើបងយល់ឃើញបែបម៉េចដែរទៅលើធនធានសន្តិសុខ cyber ផងយើងបច្ចុប្បន្នហើយមួយទៀតពីក្រសួងសេដ្ឋកិច្ចមានកម្មវិធីអីដែលបានគាំពៀរួចហើយទៅលើការបង្កើតឲ្យមានអ្នកមានជំនាញខាងជំនាញ cyber ហ្នឹងបាទអរគុណច្រើនតកតងនឹងធនធានមនុស្សផ្នែក cyber security បើតាមខ្ញុំយល់ផ្ទាល់ខ្លួនថាបច្ចុប្បន្នយើងនៅគេហៅថាកម្រធនធានកម្រនៅឡើយទេបាទដែលភាគច្រើនផ្នែកសន្តិសុខនេះគឺមានការអត់ធ្មត់ច្រើនអ្នកដែលធ្វើការផ្នែកហ្នឹងហើយឥឡូវនេះកំណើននៃ digital platform ហើយនឹង digital system វាមានការកើនឡើងអញ្ចឹង cyber security ក៏វាកើនឡើងហើយអ្នករៀនផ្នែកហ្នឹងវានៅមានតិចតួចអញ្ចឹងហើយបើយើងគិតជាទីផ្សារនៅដដើមគ្នាច្រើនហើយការគាំពៀថាធ្វើម៉េចឲ្យធនធាននឹងមានកំណើនហ្នឹងអាស្រ័យលើយុទ្ធសាស្ត្រ digital roadmap skill roadmap ហើយជាមួយនឹង strategy នៃការកសាងធនធានមនុស្សរបស់ក្រសួងអប់រំរបស់ក្រសួងការងារហើយការចូលរួមចំណែករបស់ក្រសួងប្រៃសណីយ៍ទូរគមនាគមន៍ដែលមានវិទ្យាស្ថានសម្រាប់បណ្ដុះបណ្ដាលធនធានមនុស្ស digital ដែរហើយក្រសួងសេដ្ឋកិច្ចក៏មាន fund មួយចំនួនសម្រាប់ support ទៅដល់ enterprise ក្នុងការកសាង skill របស់មន្ត្រីដូចជា skill development fund enterprise entrepreneurship development fund ជាដើមហ្នឹងសម្រាប់ការកសាងធនធានមនុស្សផ្នែកហ្នឹងហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុវិញក៏មានធនធានមនុស្សផ្ទាល់ខ្លួនផ្នែក security នេះដែរហើយយើងក៏មានការកសាងនៅ security operation center សម្រាប់គាំពៀទៅដល់ប្រព័ន្ធ digital នានារបស់ក្រសួងសេដ្ឋកិច្ចដើម្បីបង្កើនជំនឿទុកចិត្តដល់អ្នកប្រើប្រាស់ទាំង government ក្របខ័ណ្ឌ government to government ប្រព័ន្ធដែលមានក្របខ័ណ្ឌ government to government ហើយនឹងប្រព័ន្ធឬក៏ថ្នាល digital សម្រាប់ business ឬក៏សម្រាប់ citizen អញ្ចឹងយើងមានអានោះគឺមានធនធាន security នៅក្នុងហ្នឹងហើយយើង up skill reskill គាត់រហូតហើយបើសម្រាប់ប្រព័ន្ធវិញយើងឲ្យគាត់ practice exercise ជាប្រចាំនៅការធ្វើ pen testing ការធ្វើ security analysis ដើម្បីពង្រឹងប្រព័ន្ធនឹងយើងឲ្យរឹងមាំជាលំដាប់ឲ្យវាទៅជាមានភាពធន់ resilient បាទអរគុណបងបានជំរាបជូនព័ត៌មានច្រើនតកតងជាមួយនឹងការផ្លាស់ប្ដូរទៅកាន់ digital ស្ថាប័ន start up គួរតែពិចារណាទៅលើការគាំពៀឬក៏ការពៀនៅប្រព័ន្ធស្នូលផនខ្លួនហើយពីក្រសួងសេដ្ឋកិច្ចផ្ទាល់ក៏មាន fund មួយចំនួននៅក្នុងការជួយអភិវឌ្ឍធនធានមនុស្សដើម្បីឲ្យដើរស្របទៅជាមួយនឹងបរិបទ digital ហើយការពារនៅប្រព័ន្ធ digital បាទអរគុណបងសម្រាប់ការចែករំលែកតកតងជាមួយនឹងប្រធានបទរបស់យើងថ្ងៃនេះក្នុងការចាប់យកគេហៅថាសមតុល្យរវាងនិវេរវត្តដូរពី digital ទៅហើយជាមួយនឹងការពារខ្លួននៅក្នុងបរិបទ digital ឲ្យមានសុវត្ថិភាពផងអញ្ចឹងសង្ឃឹមថាព័ត៌មានដែលយើងបានចែករំលែកថ្ងៃនេះគឺជាប្រយោជន៍សម្រាប់សាធារណជនហើយខ្ញុំជាមួយនឹងបងសេដ្ឋាសូមអរគុណសូមជម្រាបលាបាទ